នេះគឺជាទូរស័ព្ទដែលមានកាមេរ៉ាស្ដាងខ្លាំងយកតែមែនតែម្ដងដែលគេអាចញាត់ថ្មចូលទៅក្នុងខ្លួនរបស់វាគឺធំមែនតែដល់ទៅ5160 mAh ហើយអាមួយនេះគឺ Techno Spark Slim bạn chẳng tại tông tôi chỉ muốn một phe tụ sập đang đứng nó bồng ồn bảo tịnh nấu cao bị đám năm bảo sao thì bộ từ đám năm pi pon pay pram vĩnh giờ bà còn chỉ khơi này cả năng cứ tịnh nấu cái bạn phải hạp đá được không phải tất cả âm đồng UC cái tăng pi po cường lên từ trăm năm năng ai khơi tha cả năng kịp tranh chỉ muốn cần sập phone chừng từ tịnh nấu spark slim năng hay có tha mà đo pe ba chợ bọn nó cứ tranh chỉ plơ ca hay bồng ồn lụ priệt bình sọc mài hái hay nó không tầm lại tập pi rồi sai sẽ phẩm buồn là la tên chắc bạn này tha và sân chia bong ồn ở trong chai lôi đo tung pon tên tụ sập đang ấy anhនឹងគឺយើងអាចសម្លឹងមើលជាមួយនឹង Techno Spark Slim នឹងបានតម្លៃវាតែ$249ទេអញ្ចឹងសម្រាប់រូបរាងដ៏ slim របស់វានេះអានេះវាមានកម្រាស់ត្រឹមតែ 5.9 មីលីម៉ែត្រទេបងប្អូនគឺស្ដើងមែនតើហើយបើសិនយើងកាន់ផ្ទាល់វាកាន់តែស្ដើងថែមទៀតហើយបើខ្ញុំនិយាយអញ្ចឹងដោយសារតែអានេះអេក្រង់វារាងកោងអញ្ចឹងហើយទៅលើ frame សងខាងឆ្វេងស្ដាំរបស់វានឹងយើងមើលមកកម្រាស់របស់វាគឺកាន់តែស្ដើងកាន់តែតូចមែនតើហើយអានេះបើសិនយើងធៀបទៅវាសឹងតែស្ដើងជាងប៊ិចម្ដាមទៀតបងប្អូនទម្ងន់របស់វាមិនធ្ងន់ទេត្រឹមតែ156ក្រាមទេមកខាំជាងទេស្រួលកាន់មែនតើហើយក៏ងាយស្រួលក្នុងការដាក់កប៉ាល់យើងដែរហើយចំណុចតាក់ទាញមួយទៀតនៅផ្នែកខាងក្រោយរបស់វានេះគឺទៅលើប្រទេសកាមេរ៉ារបស់វានេះអានេះគឺគេដាក់កាមេរ៉ាមកប្រទេសនៅខាងលើនឹងតែម្ដងដែលកាមេរ៉ារបស់វានេះក៏វាមានមកជាមួយនឹងភ្លើងមួយដែរដែលគេហៅថា mood light អញ្ចឹងអាភ្លើងរបស់វានេះគឺយើងអាចផ្លាស់ប្ដូរបានយើងអាចផ្លាស់ប្ដូរទៅលើ preset របស់វាបានហើយវា load ញាក់ឬក៏ load មិនយើងអាស្រ័យទៅលើការសេរីរបស់យើងអញ្ចឹងណាហើយវា load នៅពេលដែលយើងតេឬក៏ពេលដែលយើងសាកថ្មឬក៏គេផ្ញើសារអីចឹងទៅអញ្ចឹងគឺយើងអាចកំណត់បាននៅក្នុង setting គឺយើងអាចកំណត់ទៅលើភ្លើងនឹងបានបងប្អូនហើយឃើញស្ដាងឃើញស្រាលអញ្ចឹងមិនមែនអត់មាំអត់អីណាបងប្អូន material របស់វាគេដាក់មកនេះគឺ MM ដែរខាងក្រោយខ្នងរបស់វានេះគឺជាប្រភេទ fiber glass ដែលវាធន់ជាមួយនឹងការឆ្កូតក៏ដូចជាធន់ជាមួយនឹងការធ្លាក់អីចឹងទៅហើយកញ្ចក់ខាងមុខនេះក៏វាស្រោបការពារទៅដោយកញ្ចក់ Corning Gorilla Glass 7i ដែរអានេះក៏វាធន់ជាមួយនឹងការឆ្កូតក៏ដូចជាការធ្លាក់ដែរបងប្អូននៅក្នុងរយៈកម្ពស់មួយល្មមក៏ជាស្ថានភាពមួយល្មមអញ្ចឹងទៅកុំឲ្យតែយើងយកទៅបោកប៉ុន្តែគាត់ថាទៅលើការប្រើប្រាស់ជាក់ស្ដែងរបស់ខ្ញុំទៅលើការប៉ះរបស់រឹងណាហ្នឹងគឺវាមិនងាយឆ្កូតទេទៅលើអេក្រង់របស់វានេះហើយអានេះមានជម្រើសពីរពណ៌បងប្អូនមានពណ៌ខ្មៅជាមួយនឹងពណ៌សមួយនេះហើយនេះគឺអត់សូបប្រយោគដៃទេអានេះបើទោះបីជាដៃយើងសើមអីក៏យើងមើលមកអត់មានឃើញយ៉ាងដែរគឺលងស្រើលតែម្ដងហើយទៅលើ frame ជុំវិញរបស់វាវិញខាងក្រោមនេះគឺយើងឃើញមានជាមួយនឹង speaker រុនសាកថ្មក៏ជារុនចាក់ SIM ដែលយើងអាចដាក់ SIM បាន2ហើយខាងលើក៏យើងឃើញមានជាមួយនឹង IO Blaster មួយដែរដើម្បីប្រើប្រាស់នៅក្នុងការបញ្ជាទៅលើរបស់ក៏ដូចជាឧបករណ៍ផ្សេងជំនួស tele អញ្ចឹងណាបងប្អូនសម្រាប់អេក្រង់របស់វាគឺទំហំ 6.78 អ៊ីនជាប្រភេទ AMOLED ហើយទៅលើ cam bezel របស់វាអ្នកនេះគឺយើងឃើញសល់តូចមែនតែនណាមួយវាជាប្រភេទអេក្រង់កោងជាផងអញ្ចឹងគឺយើងអាចឃើញលាតបានធំអញ្ចឹងណាបងប្អូនហើយទៅលើកម្រិតបង្ហាញ resolution របស់វាគឺ 1.5K អញ្ចឹងសម្រាប់ការមើលរឿងឬក៏ការមើលវីដេអូផ្សេងបងប្អូនមិនចាំបាច់បារម្ភទេអានេះគឺវាអាចបង្ហាញពណ៌មកបានដិតច្បាស់មែនតែនហើយគឺ high contrast យកតែម្ដងហើយមួយទៀតនោះសម្រាប់កម្រិត refresh rate របស់វាដល់ទៅ 144Hz បងប្អូនទៅលើការប្រើប្រាស់មិនចាំបាច់ភ័យទេគឺវារអិលហើយប៉ុន្តែគាត់ថាចេះបងប្អូនទៅលើការប្រើប្រាស់របស់យើងនឹងជាមួយនឹងកម្មវិធីផ្សេងបច្ចុប្បន្នហ្នឹងណាគឺ standard ទូទៅត្រឹមតែ 120Hz ទេដូចជាកម្មវិធី social media អីចឹងទៅហើយអាហ្នឹងគឺយើងអាចប្រើប្រាស់បានទៅលើហ្នឹងប៉ុន្តែគាត់ថាបើសិនជាមានកម្មវិធីឬក៏ app អីផ្សេងណាវាអាច support ដល់ 144Hz អានេះក៏វាអាចរត់ដល់នឹងដូចគ្នាដូចជា game ដូចជាអីចឹងណាបងប្អូនប៉ុន្តែគាត់ថាទូទៅ standard ហ្នឹងប្រើតែ 120Hz ហ្នឹងគឺយកទៅណាអស់គឺលឿនមែនតើហើយមួយទៀតបងប្អូនតើតើជាមួយនឹងកម្រិតពលឺចេញមកក្រៅនេះខ្ពស់បំផុតដល់ទៅ 4500 nit ខ្ពស់មែនតើបងប្អូនអញ្ចឹងមិនចាំបាច់ភ័យទេបើយើងប្រើប្រាស់នៅក្រៅអីយើងមិនចាំបាច់ទៅប្រឹងផ្ទៀងមើលអេក្រង់អីទេកម្រិតពលឺប៉ុណ្ណេះខ្ញុំគិតថាវា the best ហើយគឺវាអាចបញ្ចេញមកបានខ្ពស់ហើយបងប្អូនហើយសម្រាប់កម្រិតការពារជំរាបទឹកក៏ដូចជាការពារធូលីក៏ខ្ពស់ដែរដល់ទៅ IP64 អញ្ចឹងបើសិនជាបងប្អូនប្រើទៅវាត្រូវទឹកសើមឬក៏ធ្លាក់ទៅវាត្រូវដីត្រូវអីក៏បងប្អូនមិនចាំបាច់បារម្ភដែរដោយសារតែកម្រិត IP64 នេះក៏វាអាចការពារបានខ្ពស់ដែរសម្រាប់ performance របស់វាវិញ Techno Spark Slim មួយនេះឃើញរាងស្ដើងអញ្ចឹងទេប៉ុន្តែគាត់ថាកម្លាំងរបស់វាក៏វាមកល្មមគួរសមនៅក្នុងការប្រើប្រាស់ដែរបងប្អូនអានេះគឺបំពាក់មកជាមួយនឹង chip MediaTek Helio G200 បំពាក់មកជាមួយនឹង RAM 8GB យើងអាចបូកបន្ថែមបាន 8GB ទៀត storage
256G បងប្អូនអានេះប្រើប្រាស់ជាមួយនឹង Android 15ក៏ជាដើរនៅលើស្បែក iOS 15.1.2 ដែល iOS ហ្នឹងក៏វាមានជាមួយនឹងមុខងារ AI អីមួយចំនួននៅក្នុងហ្នឹងដែរដើម្បីយើងធ្វើការប្រើប្រាស់អញ្ចឹងណាបងប្អូនហើយអញ្ចឹងតើតើជាមួយនឹងកម្លាំងរបស់វានេះទៅលើ chip Helio G200 នេះអានេះគឺកម្លាំងរបស់វាមកល្មមទៅលើការប្រើប្រាស់កិច្ចការងារទូទៅប្រចាំថ្ងៃអញ្ចឹងណាបងប្អូនវាមិនខ្លាំងពេកក៏វាមិនខ្សោយពេកដែរសម្រាប់ការប្រើប្រាស់អានេះខ្ញុំតេស្តផ្ទាល់ទៅលើ Techno Spark Slim ហ្នឹងហើយណាមួយ chip G200 នេះក៏វាមិនចាញ់យូរឆ្នាំអីដែរទៅតែចេញដើមឆ្នាំហ្នឹងទេដើមឆ្នាំ2025ហ្នឹងបងប្អូនហើយសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃរបស់ខ្ញុំអានេះគឺជាបទពិសោធន៍ជាក់ស្ដែងតែម្ដងទៅលើការប្រើប្រាស់ជាមួយនឹង app បណ្ដាញសង្គម app ផ្សេងៗវាអត់មានបញ្ហាណាដែលឲ្យខ្ញុំកត់សម្គាល់ថាវាគាំងវាលោតចេញវាមកពីបញ្ហា software ឬក៏អីទេអានេះគឺវាដើររលូនល្អមែនតើទៅលើការចុចចេញចូលទៅលើកម្មវិធីផ្សេងៗឬក៏ប្រើប្រាស់ទៅលើកម្មវិធីមួយនឹងយូរម៉ោងអញ្ចឹងទៅអញ្ចឹងក៏វាអត់មានជាបញ្ហាដែលធ្វើឲ្យយើង note សម្គាល់ដែរហើយណាមួយទៅលើកម្ដៅរបស់វាក៏វាមិនសូវជាឡើងក្ដៅខ្លាំងដែរនៅពេលដែលយើងប្រើប្រាស់យូរម៉ោងអញ្ចឹងណាបងប្អូនហើយសម្រាប់ការលេងហ្គេមវិញទៅលើហ្គេមទូទៅដែលមកល្មមខ្ញុំមិននិយាយថាហ្គេមដែល performance ខ្លាំងណាប៉ុន្តែគាត់ថាទៅលើហ្គេមល្បីៗបច្ចុប្បន្នហ្នឹងគឺយើងអាចលេងបានបងប្អូនលើកម្រិត graphic មកល្មមអញ្ចឹងទៅប៉ុន្តែគាត់ថាបើសិនជាហ្គេមធំមួយចំនួនអាហ្នឹងគឺយើងពិបាកអស់បន្តិចណាមួយម៉ាស៊ីននេះគឺគេធ្វើមកវាមិនមែនផ្ដោតទៅលើកម្លាំងខ្លាំងអីណាទេទៅលើការជួយការប្រើប្រាស់កិច្ចការងារប្រចាំថ្ងៃរបស់យើងឲ្យរលូនអញ្ចឹងទៅប៉ុន្តែគាត់ថាទៅលើការលេងហ្គេមគឺយើងអាចលេងបានដូចគ្នាបងប្អូនហើយតើតើទៅជាមួយនឹងទំហំថ្មរបស់វាវិញបងប្អូនខ្ញុំសឹងតែមិនគួរជឿថាគេដាក់ទំហំថ្មដល់ធំម្លឹងណាបងប្អូនព្រោះថាអ្នកដែលគាត់សម្រេចចិត្តទិញប្រភេទទូរស័ព្ទដែលស្ដាងគឺគាត់ប្រកាសជាគិតទុកមុនថាវាអាចនឹងទទួលបានជាមួយនឹងទំហំថ្មតូចអីចឹងទៅតែគាត់ថា Techno Spark Slim មួយនេះគឺគេអាចញាត់ថ្មដល់ទៅ 5160 mAh បងប្អូនជាមួយនឹងល្បឿនសាក 45W ហើយសម្រាប់ការសាកគឺយើងអាចប្រើពេលចាប់ពី0ដល់ 100% គឺត្រឹមតែ50នាទីជាងឯទេចិត្ត1ម៉ោងគឺយើងអាចសាកពេញហើយពី0ដល់100ណាទៅលើការប្រើប្រាស់គឺយើងអាចប្រើបានយូរគួរសមដែរយើងអាចប្រើបានមួយព្រឹកទៅល្ងាចដែរអានេះតើតើនៅជាមួយនឹងបទពិសោធន៍ខ្ញុំប្រើប្រាស់ជាក់ស្ដែងទៅលើការប្រើកិច្ចការងារទូទៅក៏ដូចជាការលេងហ្គេមតិចតួចមួយចំនួនអញ្ចឹងទៅប៉ុន្តែគាត់ថាបើសិនយើងមិនសូវប្រើយើងប្រើតែការងារស្រាលអីទេអានេះគឺយើងអាចប្រើប្រាស់វាបានយូរជាងនឹងអញ្ចឹងណាបងប្អូនហើយមួយទៀតសម្រាប់កាមេរ៉ារបស់វាអានេះ50 megapixel កាមេរ៉ាក្រោយកាមេរ៉ាមុខ13 megapixel ដែលទៅលើគុណភាពរូបភាពរបស់វានេះបងប្អូនខ្ញុំសង្កេតឃើញថាតើតើនៅជាមួយនឹង model smartphone របស់ Techno នៅក្នុងកម្រិតតម្លៃជាង$200ហ្នឹងអ្វីដែលខ្ញុំបានតេស្តកន្លងមកមុនណាឃើញថាគេធ្វើបានល្អមែនទែនតើតើនៅជាមួយនឹងរូបភាពរបស់វាទាំងពណ៌ទាំងចំណុច detail នៃសាច់រូបភាពរបស់វាទាំងពន្លឺដែលចេះចូលទៅលើរូបភាពរបស់វានឹងក៏ដូចជាទៅលើគេហៅថាកម្រិតនៃ contrast របស់វាគឺអាចបង្ហាញមកបានល្អមែនទែនហើយជាពិសេសគឺទៅលើការថតដែលចិត្តបានន័យថាឧទាហរណ៍យើងចង់ថតចិត្តគៀកប្លង់គៀកអីណាអានេះក៏វាអាចបង្ហាញសាច់រូបភាពមកបានកាន់តែល្អដែរវាអត់ធ្វើឲ្យសាច់រូបភាពនឹង blur ឬក៏បាត់ focus ទេបានន័យថាវា focus កាន់តែច្បាស់ហើយវាអាចបង្ហាញសាច់ detail មកកាន់តែបានម៉ត់ល្អហើយអញ្ចឹងខាងលើនេះគឺជារូបភាពដែលខ្ញុំបានបង្ហាញអ្នកនរគ្នាអាចមើលហើយដាក់បន្ទុកដោយខ្លួនឯងបានហើយសម្រាប់ការថតវីដេអូអីអានេះក៏អាចថតបានដល់ទៅកម្រិត 2K 30 frame ក៏ជាមានប្រព័ន្ធជួយទប់លំនឹងនៅក្នុងនឹងដែរអញ្ចឹងណាបងប្អូនបាទអញ្ចឹងសម្រាប់វីដេអូនេះគឺមានប៉ុណ្ណឹងបងប្អូនអាចរកមកបាន Techno Spark Slim នេះគឺមានលក់ជាផ្លូវការហើយនៅក្នុងប្រទេសកម្ពុជាយើងតម្លៃវាត្រឹមតែ$249ទេមកជាមួយនឹង RAM 8GB Storage 256GB បងប្អូនអូខេអញ្ចឹងអរគុណជួបជាមួយខ្ញុំបានមេរ៉ានៅវីដេអូក្រោយទៀតបាយ